សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី6នៃការធ្វើដំណើរទៅកាន់ប្រទេសឡាវហើយដោយអ្នកទាំងអស់គ្នាបានទស្សនាការពិភាក្សាមុនដែរគឺខ្ញុំបានធ្វើដំណើរចេញពីទីក្រុងវៀងច័ន្ទមកកាន់ខេត្តវាងវៀងចឹងភាគនេះដែរគឺខ្ញុំបានទៅលេងនៅឯទីកន្លែងមួយដែលល្បីប្រចាំខេត្តវាងវៀងនោះគឺណាំសាយ View Point ជាកន្លែងភ្នំដែលគេលើកម៉ូតូយកទៅដាក់នៅកំពូលភ្នំហើយសម្រាប់ភ្ញៀវបរទេសដែលទៅលេងនៅវាងវៀងគឺអត់ដែលម្លងណាំសាយ View Point ទេហើយនៅក្នុងខេត្តវាងវៀងដែរមិនមែនមានត្រឹមតែកន្លែងហ្នឹងទេគឺមានកន្លែងដើរលេងជាច្រើនទៀតដូចជាកន្លែងជិះទូកកាយ៉ាក់ជិះបាឡូន Blue Lagoon និងចូលរោងភ្នំជាដើមចឹងហើយសម្រាប់ខ្ញុំដោយសារមានពេលត្រឹមតែកន្លះថ្ងៃចឹងយើងបានទៅត្រឹមតែណាំសាយ View Point ទេហើយឥឡូវយើងចូលទៅដល់ការធ្វើដំណើរទៅកាន់កន្លែងដែលយើងចង់ទៅគឺណាំសាយ View Point នេះអ្នកទាំងអស់គ្នាអ្វីដែលខ្ញុំនឹកស្មានដល់ដែលជួបដំបូងគេនោះគឺឧបសគ្គទី1គឺជិះម៉ូតូឆ្លងស្ពានចាស់ហើយវាមើលទៅគួរឲ្យស្រាវជិះទាំងស្រាវនិយាយទៅជិះកាត់ស្ពាននឹងបដើភ័យបដើមិនដឹងមិនមកទេចេះតែជិះទៅព្រោះដោយសារផ្លូវត្រូវទៅជិះកាត់នឹងហើយវាពិបាកថតព្រោះដោយសារជិះស្ពាននឹងស្ពានចាស់ឈើទ្រោមហើយវារៀងលហើបដែកលហើបអីដល់ពេលអញ្ចឹងកាន់កាមេរ៉ាថតអត់កើតមានតែបែរចុះបែរឡើងអញ្ចឹងតាមពិតទៅគេមានផ្លូវបេតុងស្ពានបេតុងមួយទៀតវៀងបានគ្រាន់តែវាឆ្ងាយអញ្ចឹងក៏អត់ជិះតាមផ្លូវបេតុងយើងជិះតាមនេះវាចិត្តជាងបើជិះតាមនោះរៀងវៀងទៅផ្លូវចូលឆ្ងាយដែរហើយកន្លែងស្ពានដែលខ្ញុំជិះកាត់ហ្នឹងគឺស្ពានឈើហ្នឹងគឺមានស្ពាន2តង់ចឹងហើយជិះផុតស្ពានចាស់មួយចូលស្ពានឈើមួយទៀតគ្រាន់ថាស្ពានឈើមួយទៀតយើងគ្រាន់បានតិចតែមិននៅតែអត់ស្រួលជិះដូចស្ពានបេតុងទេវាលាក់វាមានកន្លែងខូចកន្លែងអីចឹងហើយមានអ្នកថាខ្ញុំជិះម៉ូតូពាក់ម៉ាស់បិទមុខដូចនឹងចាប៉ុន្តែអ្នកទាំងអស់គ្នាមើលទៅតាមហ្នឹងទៅមើលមុខដែលកន្លែងម៉ូតូគេឲ្យមកអត់មានកញ្ចក់អញ្ចឹងតែយើងគូបិទមុខអញ្ចឹងដែរអត់នេះផ្លូវដីហុយផ្លូវវេទនាណាអ្នកទាំងអស់គ្នាទោះបីជាផ្លូវយើងពិបាកធ្វើដំណើរបន្តិចប៉ុន្តែទេសភាពតាមផ្លូវស្អាតចង់ហើយដើម្បីទៅដល់កន្លែងគោលដៅគឺទោះបីផ្លូវពិបាកធ្វើដំណើរក៏នៅតែព្យាយាមទៅដើម្បីទៅដល់កន្លែងដែលយើងចង់ទៅកន្លែងដែលយើងប្រាថ្នាហើយសម្រាប់ផ្លូវធ្វើដំណើរទៅកាន់ណាំសាយ View Point មើលទៅលក្ខណៈជាផ្លូវបេតុងប៉ុន្តែមានការខូចជាច្រើនតាមផ្លូវកន្លែងមានក្លុកមានអីច្រើនហើយដឹងថាពេលណាគេទូចូលឡើងវិញហើយចាំមើលបើសិនជាមានឱកាសទៅលើក្រោយអាចទៅទៀត
nè tao nghe là tin số một là làm sai hai giấy số một mối pi mình kịp diệt dừng làm nồng về thì là hai cái chụp tao mình ấy lũ đây chưa ở miền tộc miền ấy nè lũ bờ mà tinh số một mơ cột nè cái đây thọ cái hiệu mơ cái thọ nè lũ đây trắng này cái lẹ nó sẽ lẹ tao giờ bờ màu phi hạt sập anh ấy mà tô chập đam lại chỉ mưa mà tô trong một chập nửa chẳng đôi con ạ thế bàn màn máy hot bà đấy ở đây bằng giấy bằng hot ta Ish. Tao bắt mình mà hiên đi ta. Mình mà phơi đi ta. thằng đâu nè hiên lực Tại vì khơi cái chón nhưng chón đây. Buộc.
មានអារម្មណ៍មិនដែរដើរសារអត់ដើរមកដើរភ្នំ អីហ៎សួង ចង់ដល់ចឹង ទីក្រុងមិនដែរឃើញ ហើយនេះតុប GoPro សិនទៅ មានអារម្មណ៍មិនដែរដើរសារអត់ដើរមកដើរភ្នំ អត់អីហ៎ខ្ញុំស៊ាំហី ចង់ដល់ចឹង ទីក្រុងមកកណ្ដោហូរឡើងណាលើអត់ឃើញ You okay? Yes, Yeah. Just tired. Yeah. It's okay. You like upgrade them. Yeah. Yeah, it's likeអ្នកទាំងអស់គ្នាកម្ពស់300 ម៉ែត្រ ហត់ធុង អានេះគ្រាន់បានណាបើខ្ញុំមើលបងគេឡើងអត់មានប្រាប់តោងទេណាគេទៅដាក់សៃអីឲ្យ អូខេសួស្តីអ្នកទាំងអស់គ្នាជោគជ័យហើយឡើងមកដល់លើហើយកម្ពស់ម៉ានអត់បានរក 400ជាង Nam Sai view point
lời nhom cặp bông tên là cặp bông nôm nám sấy còn lại đây cái đạm mà tàu nên lỡ đạm mà tàu hay miên tổng chiết nên lời cặp bông nôm không đang này lời nhom mặc đỏ lấy cặp bông viết đôi chia hai chỉ bông nổi hai chiếng phụ nhom là mối khơi thầm là bây giờ ha đây là sao mà anh tiết nhưng mà ban khơi cái đã thì miền bao tây còn một sớm còn tay vừa vậy thì flow với nhiều của bạn làm tí nơi khẳng khốn cứ sụt tập nôm giờ tới nơi vàng viên ấy cứ nôm tròn Ouais, la chaud. Quoi? Non, mais elles sont qu'elle a chaud au fond. bye bye chụp kia bằng cọ cọt pin nhà nâng cọt màu chỉ là mùi nhóm hay dừng đài chụp kia nơi bạc xế hay ở nơi bằng viền chụp kia về tàu với chụp kia được bằng cọt tiền lấy mau bốn nơi nơi là nôm lợi nhưng mà to chọc我赔了把给你没赔好呀。我人帮他没办法。你这好伤委屈啊！感觉我辛辛苦苦爬上来。我洗了饭就把饭好，知道吧？ số này này đó này ba cho về cho mình tới nơi tập tàu xù này哇，小台那是简直的事情。
អ្នកទាំងអស់គ្នាគាត់មកពីអាមេរិកមកដើរលេង Are you Thai or Lao? From Laos. You Lao? And you? Cambodia. Cambodia? Yes. Bắc La Hong. គាត់ជនជាតិឡាវគាត់មកពីអាមេរិកគាត់មកលេងស្រុកកំណើតតែខ្ញុំអត់បានសួរគាត់ថាគាត់នៅស្រុកណាម៉ោងពេលនេះម៉ោង 4 កន្លះចឹងបន្ទាប់ពីស្រែងហើយនឹងកក្កដាគាត់ចុះទៅហើយខ្ញុំនៅសល់តែម្នាក់ឯងហើយក៏នៅមើលថ្ងៃលិចបានបន្តិចប៉ុន្តែវាអត់ទាន់លិចទាំងស្រុងទេហើយមើលគេហោះបាឡូនហោះអីចឹងទៅប្រហែលជាម៉ោង 4:75 គឺខ្ញុំចុះទៅវិញហើយដោយសារបញ្ញាប់ដែរអញ្ចឹងអត់បានថតសកម្មភាពចុះទៅវិញទេតែការចុះទៅវិញវាធម្មតាវាចុះវាស្រួលជាងការឡើងហើយអញ្ចឹងលឿនជាងការឡើងហើយបន្តមកទៀតយើងធ្វើដំណើរត្រឡប់ទៅកន្លែងគេងវិញដើម្បីមុជទឹកបដូរខោអាវយើងដើរមើលផ្សាររាត្រីមើលទិដ្ឋភាពពេលយប់នៅឯវាងវៀងម្ដងហើយមួយទៀតអ្នកទាំងអស់គ្នាខ្ញុំផ្លេចតាក់ទងនឹងការជួលម៉ូតូសម្រាប់មិនថានៅវាងវៀងឬក៏នៅទីណាទេមុននឹងយើងចាក់ចេញពីកន្លែងជួលម៉ូតូយើងគួរតែពិនិត្យមើលម៉ូតូមានស្នាមមានអីដែលអត់ឬក៏មានអីអាចយើងថតទុកហើយយើងប្រាប់ម្ចាស់ម៉ូតូមុនពេលដែលយើងយកម៉ូតូគេមកជៀសវាងបើសិនជាយើងអត់បានពិនិត្យមើលហើយយើងជិះម៉ូតូទៅដល់ពេលយើងយកម៉ូតូទៅសងគេវិញគេមើលម៉ូតូគេមានស្នាមមានអីយើងពិបាកចរចាគ្នាហើយដូចនៅវាងវៀងនេះខ្ញុំមានបទពិសោធន៍ដែរប៉ុន្តែគ្រាន់ថាអត់មានបញ្ហាអីគ្រាន់តែគេពិនិត្យមើលខ្ញុំអត់បានចាប់អារម្មណ៍ត្រង់នឹងដែរពេលដែលយកទៅគឺយើងជិះធម្មតាបានម៉ូតូហើយយើងចេញទៅប៉ុន្តែពេលដែលយកម៉ូតូទៅសងគេវិញគេមើលម៉ូតូមើលមានស្នាមមានអីដែលអត់ចឹងហើយមុនដែលខ្ញុំចេញទៅនឹងខ្ញុំអត់បានថតពីកន្លែងមានស្នាមមានអីឬក៏ប្រាប់ម្ចាស់គេឲ្យដឹងឮទេតែពេលដែលយកទៅវិញអ្នកទូម៉ូតូហ្នឹងគាត់ពិនិត្យមើលមានស្នាមមានបាក់បែកអីដែលអត់គ្រាន់តែថាស្នាមខ្លះវាមានស្នាមចាស់ដែលយើងពេលយកមកវាមានស្រាប់អញ្ចឹងក៏អត់ជាបញ្ហាដែរប៉ុន្តែជាបទពិសោធន៍និងជាមេរៀនទៅសម្រាប់ពេលក្រោយពេលដែលយើងយកម៉ូតូចេញពីកន្លែងគេទៅយើងគួរតែពិនិត្យមើលហើយបើសិនជាមានស្នាមមានអីអាហ្នឹងយើងអាចថតរូបឬក៏ថតវីដេអូទុកមុនពេលយើងចេញពីកន្លែងគេអាហ្នឹងទុកការពារពេលដែលយើងយកម៉ូតូមកវិញក្រែងលោប៉ះចំអ្នកដែលគាត់ចង់ខ្សែលើយើងហើយម៉ូតូមានស្នាមស្រាប់គាត់យកអាហ្នឹងជាបញ្ហាអញ្ចឹងណាមកដល់កន្លែងនេះខ្ញុំបកមកវិញដល់កន្លែងស្ពានដែលយើងជិះមកហើយប៉ុន្តែខ្ញុំអត់ចង់ដោយសារខ្ញុំឃើញម៉ូតូពីរម៉ូតូនោះគាត់ជិះពីមុខខ្ញុំហ្នឹងឃើញគាត់ជិះមកដល់មុខនេះមានស្ពានអញ្ចឹងខ្ញុំក៏ចង់សាកមើលតាមម៉ូតូហ្នឹងក្រែងលោមានផ្លូវកាត់ពីខុសពីស្ពានដែលយើងពេលយើងជិះមកអញ្ចឹងខ្ញុំក៏ជិះតាមគាត់តែមកដល់កន្លែងនេះគឺផ្លូវតលអត់អាចជិះបានអញ្ចឹងចុងក្រោយមានតែបកក្រោយទៅកាត់ស្ពានឈើវិញដដែល Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ចឹងឥឡូវត្រូវបកមកកាត់ស្ពានចាស់វិញដោយសារស្ពាននេះវាទ្រុឌទ្រោមហើយវាមានក្តារខ្លះរហើបក្តារខ្លះបាក់ចឹងហើយចឹងទៅក៏វាមិនជាស្រួលជិះប្រមាណដែរវាលាក់វាអីចឹងទៅហើយគេជួសជុលដែរប៉ុន្តែវាអត់ស្អាតវាមានបាក់វាមានដូរឈើខុសពីក្តារយកឈើផ្សេងមកកល់ចឹងទៅវាពិបាកជិះបន្តិចហើយឆ្លងផុតស្ពានមួយហ្នឹងចូលស្ពានមួយទៀតនិយាយទៅផ្លូវហ្នឹងគឺមានស្ពាន2ត្រង់ហើយស្ពាននេះដែរកាលពីគេធ្វើដំបូងអត់ទាន់មានផ្លូវវាងគឺគេយកលុយសម្រាប់ការឆ្លងទាំងការដើរម៉ូតូឡានគឺគេគិតលុយមានទាំងទៅទាំងមកចឹងប៉ុន្តែឥឡូវគេមានផ្លូវវាងហើយអញ្ចឹងគេមានស្ពានផ្សេងមួយទៀតផ្លូវនេះគេឡើងយកលុយឲ្យគេទុកអញ្ចឹងសម្រាប់អ្នកប្រជាជនក្នុងស្រុកឬក៏អ្នកទេសចរដើរអីចឹងទៅគេឡើងគិតលុយដូចកាលពីការសាងសង់ដំបូងហើយសម្រាប់ទិដ្ឋភាពពេលយប់នៅវាងវៀងតំបន់នេះជាតំបន់ប្រជុំជនអញ្ចឹងយប់ឡើងក៏មិនជាស្ងាត់ប្រមាណដែរមានឡានមានម៉ូតូជិះទៅមកហើយសម្រាប់ភ្ញៀវបរទេសក៏មានគួរសមមានអ្នកគេទៅតែធ្វើដំណើរមកដល់មានអ្នកដែលគេចេញដើរលេងដើរអីចឹងទៅនិយាយទៅគួរសមមានភ្ញៀវអ៊ូអរដែរអ្វីបើតើវាជាខេត្តឬជាតំបន់ភ្នំប៉ុន្តែម្លុកប្រជុំជននេះក៏មានភ្ញៀវបរទេសច្រើនដែរមានទាំងមកពីខាងអឺរ៉ុបមានទាំងចិនមានទាំងអាស៊ីមានច្រើនគួរសមចឹងនេះជាទស្សនវិជ្ជារួមសម្រាប់កន្លែងខ្ញុំគេងយប់ហ្នឹងខ្ញុំយកជាប្រភេទដមគេងមានក្រែច្រើនក្នុងបន្ទប់តែមួយគេងរួមជាមួយនឹងអ្នកផ្សេង
អរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់ហើយកុំភ្លេច like comment subscribe ដើម្បីមើលវីដេអូផ្សេងៗទៀតនិងជាការផ្ដល់កម្លាំងចិត្តសម្រាប់ខ្ញុំផលិតវីដេអូក្រោយៗទៀតអរគុណ សងជួបស្នេហ៍ពិត គេកដង tôi sẽ cho hai thằng lọ pro